ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូមួយដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាខ្ញុំជឿថានៅក្នុងវីដេអូនេះបងប្អូនខ្លះក៏ធ្លាប់បានដឹងហើយបងប្អូនខ្លះក៏មិនទាន់បានដឹងអញ្ចឹងថ្ងៃនេះខ្ញុំមានមេរៀនមួយដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាគឺរបៀបនៅក្នុងការគណនាតម្រូវការជាតិទឹកនៅក្នុងមួយថ្ងៃហើយនៅក្នុងមួយម៉ោងថាតើគេមានវិធីសាស្ត្រឬក៏ដូចជារូបមន្តអីគេខ្លះនៅក្នុងការគណនាតម្រូវការជាតិទឹកក្នុងមួយថ្ងៃនិងក្នុងមួយម៉ោងហើយនេះគឺជារូបមន្តនៅក្នុងការគណនាតម្រូវការជាតិទឹកក្នុងមួយថ្ងៃដែលយើងមានមេគុណ100 ml 50 ml និង20 ml បានន័យថា10គីឡូដំបូងគឺយើងត្រូវគុណជាមួយនឹង100 ml 10គីឡូបន្ទាប់គឺយើងគុណជាមួយនឹង50 ml ហើយយើងសល់ប្រមាណគីឡូទៀតគឺយើងគុណជាមួយនឹង20 ml ដូចឧទាហរណ៍នៅខាងស្ដាំដៃរបស់ខ្ញុំគឺយើងយក10គុណជាមួយនឹង100យើងបាន1000 ml យើងយក10គុណជាមួយនឹង50 ml គឺយើងបាន500 ml អញ្ចឹងសល់ប្រមាណគីឡូទៀតមានន័យថា48នៅពេលដែលយើងប្រើអស់20ឯងគឺយើងសល់28គឺយើងគុណជាមួយនឹង20 ml ទៀតអញ្ចឹងបាន560 ml បន្ទាប់ពីយើងគុណហើយគឺយើងនឹងបូកសរុបដើម្បីយើងបានតម្រូវការជាតិទឹកក្នុងមួយថ្ងៃអញ្ចឹងពេលដែលបូកទៅគឺយើងបាន2060 ml ក្នុងមួយថ្ងៃឬក៏យើងអាចបំបែកទៅជាលីត្រក៏បានដែរហើយនេះគឺជារូបមន្តនៅក្នុងការគណនាតម្រូវការជាតិទឹកក្នុងមួយម៉ោងតាមពិតទៅมันជាខុសគ្នានៅក្នុងខុសគ្នាពីរូបមន្តនៅក្នុងការគណនាតម្រូវការជាតិទឹកក្នុងមួយថ្ងៃទេគឺខុសតែមេគុណសម្រាប់នៅក្នុងមួយម៉ោងនេះគឺយើងមានមេគុណ4 2 1យើងបានន័យថា10គីឡូដំបូងគឺយើងគុណជាមួយនឹង4 ml 10គីឡូបន្ទាប់គឺយើងគុណជាមួយនឹង2 ml ហើយសល់ប្រមាណទៀតគឺយើងគុណជាមួយនឹង1 ml អញ្ចឹងដូចឧទាហរណ៍នៅខាងស្ដាំដៃសម្រាប់គីឡូ40គឺយើងទទួលបាន80 ml នៅក្នុង1ម៉ោងបានន័យថា10គីឡូដំបូងគឺយើងគុណជាមួយនឹង4 10គីឡូបន្ទាប់គឺយើងគុណជាមួយនឹង2ហើយយើងសល់ប្រមាណគឺយើងសល់20ទៀតហើយយើងគុណនឹង1អញ្ចឹងគឺស្មើ20អញ្ចឹងសរុបមកគឺយើងទទួលបាន80 ml មានន័យថាហ្នឹងគឺជាតម្រូវការជាតិទឹកក្នុង1ម៉ោងអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងហើយអរគុណសម្រាប់ការទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ទៀតសូមអរគុណ